នៅគ្នាមានដែលធ្លាប់គិតដូចខ្ញុំអត់កាលពីមុនទៅពេលដែលខ្ញុំប្រើប្រាស់ទៅលើកាមេរ៉ាដំបូងគឺខ្ញុំមានអារម្មណ៍ឆ្ងល់ថាហេតុអីបានកាមេរ៉ាវាមានខុសគ្នាវាមានប្រភេទពួក full frame ហើយនិង crop sensor ហើយពីរហ្នឹងមកយើងអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញទាក់ទងនឹងកាមេរ៉ាពីរប្រភេទដែលមាន sensor ខុសគ្នាហ្នឹងត្រួសដើម្បីឲ្យអ្នកដែលគាត់ចាប់ដើមដំបូងហ្នឹងគាត់ដឹងពីវាដែរសេរីពួក full frame sensor វាថ្លៃហើយសមត្ថភាពរបស់វាគឺខ្លាំងដែរអ្នកគ្នាបើយើងនិយាយពីទំហំ sensor របស់វាគឺវាធំជាងប្រភេទពួក crop បើយើងនិយាយចំទៅ sensor របស់វាទាំងពីរហ្នឹងគឺធ្វើការដូចគ្នាទាំងអស់គ្នាគាត់ថាការធ្វើការរបស់វាហ្នឹងគឺវាមានសមត្ថភាពខុសគ្នាអញ្ចឹងទៅតើទៅនឹងប្រភេទពួក full frame គឺវាមាន sensor ធំអញ្ចឹងរាល់ការធ្វើការដូចជាការចាប់យករូបគឺវាបានខ្លាំងហើយ crop pixel របស់វានីមួយៗគឺវាធំជាងប្រភេទពួក crop sensor មួយវិញទៀតប្រភេទពួក full frame វាធ្វើការនៅកន្លែង low light គឺវាល្អជាងប្រភេទពួកcrop ហើយដល់ពេលដែលយើងប្រើ ISO ខ្ពស់ពួក full frame ក៏វាអត់សូវឡើងណយដូចសេរីពួក crop ដែរអញ្ចឹងសួរថាតើប្រភេទពួក crop ហ្នឹងវាអន់មែនតាមពិតវាអត់អន់ទេអ្នកគ្នាប្រភេទពួក crop ក៏ជាប្រភេទកាមេរ៉ាដែលមាន sensor ខ្លាំងមួយដែរតែសម្រាប់ការធ្វើការរបស់វាហ្នឹងវាគឺវាក្រោមនៃ full frame អញ្ចឹងទៅនឹង quality គឺវាអាចមាន detail ទាបជាងប្រភេទពួក full frame ពេលយើងថតនៅក្រោមពន្លឺខ្លាំងទៅវាអាចធ្វើឲ្យប៉ះពាល់ទៅដល់ផ្នែកណាមួយដែលវាឆេះទៅវាអត់មាន detail អីសោះហើយនៅពេលដែលយើងប្រើ ISO ខ្ពស់ទៅក៏វាឡើងណយអញ្ចឹងទៅនេះហើយគឺជាភាពខុសគ្នាខ្ញុំឧទាហរណ៍នៅលើកាមេរ៉ា full frame និង crop sensor ដែលមានទំហំមេហ្គាប៉ុនគ្នាចុះដូចជា24 megapixel អញ្ចឹងសម្រាប់ពីរហ្នឹងទោះបីវាថតមករូបតែមួយដូចគ្នាក៏ប៉ុន្តែ detail របស់វាខុសគ្នាការផលិតរូបមកទំហំនៃរូបហ្នឹងក៏វាខុសគ្នាទៅតាមហ្នឹងដែរអញ្ចឹងសម្រាប់អ្នកដែលគាត់ឆ្ងល់ថាហេតុអីបានគេធ្វើមាន crop មាន full តង់ចំណុចនេះគឺវាតាក់ទងជាមួយនឹងតម្លៃរបស់វាដែរសម្រាប់អ្នកដែលគាត់ប្រើ full គឺវាថ្លៃតួវាធ្ងន់តួវាក៏អត់សូវមានតូចដែរវាធំអញ្ចឹងទៅតែបើយើងប្រើប្រភេទពួក APC ដែលហៅថា crop sensor ហ្នឹងគឺវាមានរូបរាងតូចស្រាលការធ្វើការវាក៏វាមានកម្រិតវាអត់ដូចប្រភេទពួក full អញ្ចឹងទៅតែបើសម្រាប់អ្នកគ្នាចង់ចាប់ផ្ដើមដំបូងជាមួយនឹងការប្រើប្រាស់ទៅលើកាមេរ៉ាខ្ញុំ recommend ថាប្រើត្រឹមប្រភេទពួក crop sensor ទៅអញ្ចឹងសម្រាប់ខ្ញុំកំពុងតែប្រើប្រភេទពួកក្របព្រោះថានៅពេលយើងទិញ full frame lens វាក៏ថ្លៃដែរ accessory វាក៏ថ្លៃដែរបងប្អូនអញ្ចឹងហើយធ្វើឲ្យខ្ញុំសម្រេចចិត្តទិញពួកក្របយកមកប្រើ